បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កុំព្យូទ័របាទអញ្ចឹងនេះតើតើនឹងប្រធានបទថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការរត់លេខវិក័យប័ត្របាទអញ្ចឹងសម្រាប់ការរត់លេខវិក័យប័ត្រហ្នឹងគឺថ្ងៃនេះខ្ញុំប្រើកម្មវិធី Publixer ដើម្បីធ្វើវិក័យប័ត្រហ្នឹងហើយយើង print វិក័យប័ត្រហ្នឹងជាលក្ខណៈរត់លេខរៀងតែម្ដងបាទអញ្ចឹងយើងទី1យើងត្រូវមានគឺទី1យើងមាន file វិក័យប័ត្រហ្នឹងហើយនឹងទី2យើងមាន list ជាតារាងលេខរៀងរបស់យើងហ្នឹងលេខរៀងវិក័យប័ត្ររបស់យើងហ្នឹងយើងបង្កើតរបស់វាជា save ម្ដុំមកអញ្ចឹងឧទាហរណ៍នេះជាគម្រោងវិក័យប័ត្រខ្ញុំដែលខ្ញុំត្រូវ print បាទអញ្ចឹងការងារនេះគឺការងារជាក់ស្ដែងបាទមិនចេះតែថាទេមិនចេះបង្កើតវីដេអូយក view ទេអញ្ចឹងគឺខ្ញុំធ្វើទៅលើការងារជាក់ស្ដែងតែម្ដងអញ្ចឹងនេះខ្ញុំមាន file ហ្នឹងមួយហើយនឹង file នេះ file កន្លែងលេខរៀងវិក័យប័ត្រយើងតែម្ដងអញ្ចឹងលេខរៀងវិក័យប័ត្រនៅកន្លែងនេះបើសិនជាយើងវាយធម្មតា001អញ្ចឹងវាអត់ចេញទេណាបាទវាយធម្មតាអញ្ចឹងអត់ចេញទេអញ្ចឹងដើម្បីវាយចេញយើងត្រូវ format ហ្នឹងជា text សិននៅក្នុងតារាងហ្នឹងហើយចាំវាយអញ្ចឹង00នេះ5ដងអញ្ចឹងលេខ1មកអញ្ចឹងដាក់ធ្វើពីខ្ទង់អីអញ្ចឹងទៅយើងអូសទៅវាកើនលេខឲ្យហើយអញ្ចឹងខ្ញុំធ្វើមួយទៀតដើម្បីឲ្យបងប្អូនដឹងឲ្យពិបាកនេះអញ្ចឹងអានេះ0មួយទៀតបាទអញ្ចឹងយើង select ពីហ្នឹងយើងអូសមកនេះវាកើនលេខហ្នឹងរហូតហើយតែដោយសារខ្ញុំធ្វើហើយមានតែប៉ុណ្្នឹងឯងគឺយើងបង្កើតតារាងដាក់អញ្ចឹងមកហើយយើង save វាទុកបាទអញ្ចឹងយើងត្រឡប់មកកាន់នេះយើងវិញទាំងដែលយើងត្រូវ print វិញអញ្ចឹងដើម្បី print ទាញលេខរៀងហ្នឹងមកដាក់លើលេខវិក័យប័ត្រនេះបានយើងចូល mail link បាទគឺយើងប្រើប្រាស់តាម mail link ហើយយកពាក្យថា mail merge ហើយយក step by step mail merge បាទអញ្ចឹងយើងមកដល់ហើយនេះយើងចុចពាក្យថា next មកអញ្ចឹងអានេះទៅរកទីតាំងតារាងរបស់យើងដែលយើងបាន save ទុកហ្នឹងលេខរៀងវិក័យប័ត្ររបស់យើងដែលយើងធ្វើឲ្យ save ទុកហ្នឹងយើងចូលមកហើយនេះខ្ញុំចូលទៅកាន់ទីតាំងដែលខ្ញុំបាន save ទុកបាទសហគមន៍បាត់ដំបងអញ្ចឹងចុចលើវាហើយយកវា open ហើយ OK មកអញ្ចឹងនេះវាបង្ហាញហើយយើងមាន2 3 4 5កន្លោននេះវាចេញមកច្រើនតែឥឡូវយើងមានប៉ុណ្ណឹងយើង OK សិនមកអញ្ចឹងមកដល់ឡើយនេះយើងត្រូវ add ចូលនេះអញ្ចឹងយើងត្រូវដាក់លេខរៀងនៅឡើយនេះអញ្ចឹងដើម្បីទៅសេអក្សរបាននៅក្នុង Publixer យើងត្រូវមាន text box អញ្ចឹងយើងគូ text box មកនេះវាបាំងអក្សរយើងវិញ្ញាអក្សរយើងញញៃអញ្ចឹងនៅក្នុង Publixer យើងត្រូវចូលទៅ format មកដាក់វាជា none មកអញ្ចឹងទៅវារុញអក្សរញអក្សរយើងញញៃចឹងបាទអញ្ចឹងយើងកំណត់ font អីឲ្យមកបាទអញ្ចឹងតម្រឹមកណ្ដាលហើយ font ឆ្លាញ់ mode អីដាក់ mode ហ្នឹងទៅបាទខ្ញុំឧទាហរណ៍ថា mode ហ្នឹងចុះហើយខ្ញុំដាក់ solid លេខរៀងហ្នឹងអញ្ចឹងយើងចាប់ផ្ដើម add នេះចូលអានេះ number 1អញ្ចឹងខ្ញុំ select លើ number 1តម្លាក់ចូលមកនេះមកដាក់ font វាពណ៌ក្រហមលេខរៀងកែបាត់ទូទៅយើងពណ៌ក្រហមហើយដល់ពេលនេះដូចគ្នាយើងធ្វើអញ្ចឹងដែរមកនេះខ្ញុំអាច copy វាមើលស្គាល់អត់អញ្ចឹង Ctrl C copy ហើយចូលលើនេះ Ctrl V ផាសបីខ្ញុំចង់លឿនសិលគូនេះទៀតអញ្ចឹងខ្ញុំលុបចោលខ្ញុំចុចលើនេះ number 2វិញអញ្ចឹងវាមានលេខរៀងទាំងពីរហើយអញ្ចឹងនៅក្នុង Publixer ហ្នឹងត្រូវមាន2ទំព័រ page 1 page 2ដើម្បីឲ្យវាចាប់លេខរៀងនេះវាផ្សេងគ្នាអញ្ចឹងបានក្នុងតារាងវិញយើងវាយ2ជួរដែរបាទអញ្ចឹងហើយបន្ទាប់មកយើងចុច next មកបាទចុច next ហើយយើងចុចពាក្យ print មើលយើង print preview មើលនេះវាត្រូវតាមយើងចង់បានអត់បាទអញ្ចឹងអានេះលេខរៀងទី1អញ្ចឹងលេខ1លេខទី2នេះចាប់យកលេខ1ដែរអញ្ចឹងយើងដូរឡើងនេះតិចអញ្ចឹង multi នេះយើងអត់ដាក់ copy per sheet ទេអញ្ចឹង copy វាចេញអត់ដដែលអញ្ចឹងយើងដាក់2ទំព័រអញ្ចឹងយើងយក multi បាទអញ្ចឹង multi យើងត្រូវនៅបាទត្រូវហើយអញ្ចឹងនេះក្បាលវិក័យប័ត្រហ្នឹងវិក័យប័ត្រស្លឹកទី1បាទស្លឹកទី1វាគូព្រោះយើងកាត់ប្របែកទៅវាគូនឹងពាក់កណ្ដាលទៀតនោះដោយសារខ្ញុំ print នេះតែ10ក្បាលទេអញ្ចឹងវានេះទី1គូនឹង251ហ្នឹងហើយអញ្ចឹងយើងដេកមើលទៅនេះវាកើនលេខរៀងនឹងឲ្យយើងរហូតតាម11 2រហូតដល់អស់លេខបាទអញ្ចឹងយើងតែប៉ុណ្្នឹងយើងចុច print ទៅវាទៅហើយចុច print ទៅយើងរើសกระดาษនេះយើងរើសម៉ាស៊ីនរើសប្រភេទกระดาษផ្ដេកกระดาษឈរអីដាក់ឲ្យត្រូវអីអស់ហើយអស់យើងចុច print ទៅបាទអញ្ចឹងមានប៉ុណ្្នឹងឯងរបៀប print លេខរត់លេខវិក័យប័ត្រនៅក្នុង Publixer បាទគុណច្រើនជំរាបគ្រប់លាបាទ